អ៊ំស្រីម៉ៅរិនកំពុងដំណើរការមុខរបរខ្នាតតូចរបស់គាត់តាមរយៈការលក់គុយទាវនិងទទួលបានប្រាក់ចំណូលប្រចាំថ្ងៃសម្រាប់ផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារនិងការសិក្សារបស់ចៅផងដែរខ្ញុំនឹងបានដូចថាមានពាក់ព័ន្ធដូចថាបានលោកគ្រូជួយចុងផ្ដើមឲ្យរស់ស៊ីនឹងខ្ញុំអរគុណណាស់រំភើបគ្រាន់ថាបានទឹកចិត្តខ្ញុំនឹងអត់ទៅណារួចគេបាននៅលក់ដូរនឹងគ្រាន់បានទិញតិចចឹងទៅថ្ងៃណាឡើងថ្ងៃណាចុះចឹងទៅតាមសមត្ថភាពបងប្អូនចូលមកហូបចឹងទៅថ្ងៃតាបានច្រើនទៅ7-80000អីដែរទៅថ្ងៃណាទៅចុះទៅបាន30000-40000ខ្ញុំរាល់ថ្ងៃរស់ស៊ីគួតពងចៅនឹងបានកូនពៅមួយខ្ញុំកូន2ដល់10នាក់នឹងចៅដល់នេះគេមានប្រពន្ធមានអីនៅដោយឡែកខ្ញុំបានលោកគ្រូជួយនឹងបានចំណាយលក់ដូរនឹងបានចំណេញទៅផ្សាយផ្សំតិចតួចទៅហើយលុយផ្សំតិចតួចនឹងបានដាក់ក្នុងញុកកូនជ្រូកនឹងបានបានចូល3-40000ទៀតហើយនឹងគាត់បានថាចំណាយហើយណាមួយ2-3ថ្ងៃអញ្ចឹងទៅផ្សំទៅទុកគាត់បានដាក់ដើមទៅគេលក់អង្គឲ្យទិញអង្គ10គីឡូ20គីឡូចឹងចាគាត់បានដោះស្រាយនឹងចឹងវាអត់ទាន់បាននៅសល់លុយដុំធំទេសល់តិចតួចទុកទួលឲ្យចៅរៀនផងបងគួរចៅផងមុខរបរដែលផ្ដល់ប្រាក់ចំណូលដល់គ្រួសារអ៊ំស្រីរិនគឺតាមរយៈបទពិសោធន៍ការងារផ្ទាល់របស់គាត់ដែលធ្លាប់បានធ្វើកាលពីមុននិងមានការចូលរួមចំណែកគាំទ្រពីអាជ្ញាធរពីសហគមន៍និងពីអង្គការគាំពារភូមិយើងដើម្បីដំណើរការមុខរបរនេះផងដែរបាទហើយក្នុងនោះឃើញថាបងប្អូនប្រជាពលរដ្ឋនឹងក្នុងភូមិនឹងគឺក៏គាំទ្រនៅមុខរបររបស់គាត់ដែរបច្ចុប្បន្នហ្នឹងបាទជួយទិញជួយអីគាត់អញ្ចឹងបើយើងប្រៀបធៀបពីកាលនោះរហូតដល់ឥឡូវហ្នឹងឃើញថាជីវភាពគាត់មានការងើបឡើងវិញបន្តិចជាមួយនឹងភាពប្រសើរឡើងបន្តិចតាក់ទងនឹងគ្រួសាររបស់អ៊ំស្រីរិនពីមុនគ្រួសាររបស់គាត់ធ្លាប់កើតមានបញ្ហាភ្លើងឆេះផ្ទះដោយទ្រព្យសម្បត្តិនិងសម្ភារៈផ្សេងត្រូវបាត់បង់ទាំងអស់គាត់និងគ្រួសារត្រូវចាប់ផ្ដើមសារជាថ្មីដោយមិនមានអ្វីឡើយបាទនៅក្នុងភូមិផ្ទាល់កាលនោះគឺខ្ញុំបាទជាមេភូមិនេះគឺបានចុះទៅផ្ទាល់ក្នុងនោះខ្ញុំបានរៀបចំចាត់ចែងកម្លាំងវិជាការពារក្នុងភូមិបាទកម្លាំងវិជាការពារក្នុងភូមិហ្នឹងគឺដើររៃអង្គាសបាទទាំងបច្ច័យទាំងសម្ភារៈខោអាវអង្គអំបិលប្រហុកប៊ីចេងនិយាយរួមទៅដើម្បីទៅជួយឧបត្ថម្ភដល់គាត់មកហូបគុយទាវយីរិនហ្នឹងគាត់ដូចថាគាត់ប៉ិនផ្សំគ្រឿងអីមើលទៅឆ្ងាញ់របស់គាត់ដែរហូបគុយទាវហូបអីគាត់មើលឃើញទៅគាត់ថាជីវភាពគាត់ពិបាកហើយដូចថានេះទៅចេះមកជួយទិញគាត់ទៅអាណិតគាត់អញ្ចឹងគាត់គ្មានអីជាទីពឹងនៅពេលខាងមុខទៀតអ៊ំស្រីរិនមានផែនការពង្រីកមុខរបរលក់ដូរបន្ថែមដើម្បីបង្កើនប្រាក់ចំណូលគ្រួសាររកស៊ីរាល់ថ្ងៃអញ្ចឹងខ្ញុំចង់បរិយាឥឡូវបរិយាបានដូចថាខ្ញុំបានលក់នំកញ្ចុកមកមុខហើយគាត់ថាចង់បរិយាលក់បាយតិចតួចទៀតវាអត់មានឆ្នាំងអត់សូវមានសាគីហើយចានឥឡូវនៅខ្វះថាទិញចាំសំទៅសុំទិញឆ្នាំងបានមួយឬក៏ចាន2-3អញ្ចឹងខ្ញុំលក់បាយហើយណាមួយលក់បាយហើយអញ្ចឹងយើងទំនេរថ្ងៃចង់ជៀនដំឡូងជៀនចេកអីថែមទៅតិចទៅថ្ងៃទំនេរដាក់លក់ទៅប្រសិនបើលោកអ្នកចង់ចូលរួមចំណែកជាមួយយើងដើម្បីជួយដល់គ្រួសារដទៃទៀតសូម scan code ខាងក្រោមនេះសូមអរគុណចំពោះទឹកចិត្តសប្បុរសនិងការរួមចំណែកចែករំលែកសេចក្តីស្រឡាញ់របស់លោកអ្នក